ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅកម្រិត 6 ពីក្នុងឆ្នាំ 2026 6 1ក្នុងឆ្នាំ 2025 6 0សម្រាប់ឆ្នាំ 2025 និង 55 8សម្រាប់ឆ្នាំ 2024 ឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់ប្រទេសកម្ពុជានៅក្នុងកម្មវិធីផ្សព្វផ្សាយជំពូកស្ដីពីកម្ពុជានៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី EDO ថ្ងៃទី 9 ខែមេសាឆ្នាំ 2025 លោកស្រីជូសាណាវាម៉ា យសនាវលម៉ា នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ីលើកឡើងថាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជាកើនឡើង 6 1សម្រាប់ឆ្នាំ 2025 និង 6 2សម្រាប់ឆ្នាំ 2026 លោកស្រីជូសាណាវាម៉ាបន្តថាការព្យាករណ៍ខាងលើនេះធ្វើឡើងមុនការប្រកាសរបបពន្ធគុយថ្មី 49 របស់រដ្ឋបាលសហរដ្ឋអាមេរិកហើយមូលដ្ឋានសម្រាប់ព្យាករណ៍យកត្រឹមខែមីនាឆ្នាំ 2025 ប៉ុណ្ណោះលោកឌូងពូឡុង ផូលេងដោង មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃធនាគារអភិវឌ្ឍន៍អាស៊ីធនាគារអភិវឌ្ឍន៍អាស៊ីលើកឡើងពីមូលដ្ឋានសម្រាប់ព្យាករណ៍សេដ្ឋកិច្ចរបស់កម្ពុជាដោយសារវិស័យសំណង់ងើបតិចតែមិនច្រើនឡើយហើយវិស័យនីមួយដូចជាកាត់ដេរកម្មន្សាលទេសចរណ៍គឺមានការកើនឡើងបន្តិចលោកឌួងពូឡុងបញ្ជាក់អំពីបញ្ហាសំខាន់មួយគឺការនាំចូលវត្ថុធាតុដើមសម្រាប់គាំទ្រវិស័យកាត់ដេរដែលពុំអាចផលិតវត្ថុធាតុដើមគួរបញ្ជាក់ថាសម្រាប់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាខាងលើនេះអាចពុំត្រឹមត្រូវដោយសារគោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកអត្ថិភាពនៃវិស័យអចលនទ្រព្យរបស់សាធារណរដ្ឋប្រជាមានិតចិននិងភាពតានតឹងនៃភូមិសាស្ត្រនយោបាយដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ជុំវិញព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាខាងបើពិនិត្យទៅលើស្ថានភាពពលរដ្ឋមួយចំនួននៅតាមមូលដ្ឋានបង្ហាញពីការរកចំណូលបានតិចនិងមានការចំណាយច្រើនគួរបញ្ជាក់ថាធនាគារអភិវឌ្ឍន៍អាស៊ីមានកិច្ចសហប្រតិបត្តិការច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលបង្ហាញពីលក្ខណៈល្អម្យ៉ាងសម្រាប់ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាត្រឹមព្រំដែនទិន្នន័យខាងលើអត្ថបទដោយហេងរិទ្ធ